សេះដាច់យកលាតាមមានតែសេះដាច់យកសេះតាមមកពាក្យទំនឹមទំនៀមបុរាណណានេះពាក្យទំនឹមទំនៀមសម័យតាទំនឹមទំនៀមសម័យណាខ្ញុំអានរឿងគេនេះគេដាក់ថាសេះដាច់យកលាតាមចំវាមិននៅក្នុងហាងកាហ្វេមួយបរិះ2នាក់ជាមិត្តភក្តិអង្គុយជំនុំគ្នាចក់បានសួរទៅកាន់ចយថាសម្លាញ់នឹងចក់ចយបាទអញឮថាស្រីច័ន្ទសង្សារឯងរត់ចោលឯងទៅមានសង្សារថ្មីហើយអាម្នាក់នោះជាអ្នកមានលុយហើយមានឡានល្អមែនទេអាម៉ាក់ចយថាមែនហើយគេអ្នកទូធាមានជាងអញស្ងាយណាស់នេះមានស្ងាយមែនក្លាមាត់ចောက်ថាមិនអីទេអាសម្លាញ់ចាំអញឲ្យឯងខ្ចីលុយទិញឡានជិះដើម្បីតាក់ទាញចិត្តនាងច័ន្ទនឹងមកវិញដោយពាក្យចាស់ថាសេះដាច់យកសេះតាមចយថាមិនបាច់យកសេះតាមទេអញបានយកលាតាមហើយចောက်ថាស្អីលាធ្វើម៉េចរត់តាមទាន់សេះចយថាមិនមែនយកសัตว์លាដេញតាមទេគឺអញសុំលាគ្នាតែម្ដងព្រោះអីអាកេងធ្វើការនៅពេទ្យវាប្រាប់ថាសង្សារថ្មីរបស់នាងបានទៅមើលឈាមលទ្ធផលគឺមេរោគអេដចឹងអញយកសេះទៅដេញតាមនាងច័ន្ទមកធ្វើអីទៀតអញមានតែលាបាយគ្នារហូតទៅអាចចောက်ថាអូ my god ចំចឹងទេបាទពូកយជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ក្នុងកម្រិតភូមិឃុំជួញដូរមានកម្រិតភូមិឃុំស្រុកខេត្តដែរអានេះរបៀបទៅតាក់តាមភូមិឃុំយ៉ាងណាក៏ជួញដូចតែគ្នាហ្នឹងហើយចុះមានណាថាមិនជួញបានធ្វើដំណើរតាមទូកមានទាំងគ្រឿងញៀនដាក់តាមខ្លួនសម្រាប់យកទៅចែកចាយផងក្រុមសមត្ថកិច្ចទទួលបានដំណឹងក៏នាំគ្នាចេញអូបតាមទាន់នៅករាលទឹកហើយក៏សុំធ្វើការឆៃឆេប៉ូលីសសួរថានេះកញ្ចប់អីពូកយថាកញ្ចប់បាយសម្រាប់ហូបហ្នឹងហើយចុះអាកញ្ចប់នេះអានេះកញ្ចប់សំណាញ់ទុកបងត្រីហ្នឹងប៉ូលីសលើកកញ្ចប់តូចមួយមកសួរថាហើយចុះអាកញ្ចប់នេះពូកយគាត់ស្រែកថាណែអាកញ្ចប់ហ្នឹងគឺកញ្ចប់គ្រឿងញៀនវាជារបស់ខុសច្បាប់កាន់វាទៅអីបោះចោលទៅថារួចគាត់ទុកកញ្ចប់គ្រឿងញៀនហ្នឹងបោះចោលទៅក្នុងទឹកប្រងក្លឹបទឹកហូរគួយទៅបាត់ប៉ូលីសមើលមកគ្នាហើយនិយាយថាបាត់ពោះតាងអានេះឆេញតែចាប់មិនបានកាសទៅវិញតែមិនអីទេជួងគង់តែជាប់កុកទេកុកគង់តែជាប់ជួងទេណាវាមិនដែលទេដល់ថ្នាក់កាន់គ្រឿងញៀនដៃឲ្យឲ្យទៅឆក់យកទៅបោះចោលបានទេធ្វើម៉េចទៅចែកដាំចឹងអើយទៅមិនបានទេបាទទៅណាបាទនេះគឺសាច់រឿងគេថាមានអ្នកផ្សព្វផ្សាយសាសនាម្នាក់បាននិយាយទៅកាន់អ្នកស្ដាប់ប្រុសស្រី4-10នាក់អំពីរឿងឋានសួគ៌និងឋាននរកគាត់ថាឋាននរកគឺជាទីកន្លែងសម្រាប់មនុស្សបាបរស់នៅចឹងអ្នកណាធ្វើបាបកម្មគឺត្រូវទៅរស់នៅឋាននរកដោយត្រូវយកមកបាល់វាយធ្វើបាបទណ្ឌកម្មជារៀងរាល់ថ្ងៃដូច្នេះទាំងអស់គ្នាកុំចង់ទៅអីចំណែកឯឋានសួគ៌គឺជាកន្លែងរបស់មនុស្សល្អរស់នៅឋានសួគ៌នេះជាកន្លែងស្អាតខ្លាំងណាស់គួរឲ្យចង់ទៅរស់នៅមើលអ្នកទាំងអស់គ្នាចង់ទៅនៅឋានសួគ៌ដែរទេអ្នកណាចង់ទៅឋានសួគ៌ខ្លះលើកដៃមើលគ្រប់គ្នាលើកដៃព្រាតមានអានតិតម្នាក់ទៀតមិនចៃលើកដៃដោយមានការងឿងឆ្ងល់គ្រូសាសនាសួរថាណែបងអូនប្រុសតើបងអូនមិនចង់ទៅឋានសួគ៌ទេអីបរិះនោះតបថាខ្ញុំអង្គុយណាត់ចាំសង្សាររបស់ខ្ញុំល្ងាចតិចនាងមកជួបអញ្ចឹងខ្ញុំមិនបានទៅឋានសួគ៌ជាមួយអ្នកទាំងអស់គ្នាពេលនេះទេបើសង្សារខ្ញុំមកឲ្យព្រមឡើងឋានសួគ៌ចាំខ្ញុំនៅគ្នា2នាក់ទៅឡើងឋានសួគ៌តាមក្រោយលោកអាចារ្យថាអូនឯងស្គាល់ផ្លូវឡើងឋានសួគ៌ដែរអីអន្តិតនោះថាអត់បញ្ហាទេខ្ញុំឡើងច្រើនដងហើយអាចារ្យថាគិតអមថែបណែវាមិនដែលទេមិនដែលអីបើរឿងគេនិយាយចឹងហើយអើយទៅពេកហើយអានកំដរអបសពហ្នឹង